សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel Bit Sharing Knowledge មានចំណេះដឹងថ្មីមួយទៀតហើយចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាពីរបៀបពិនិត្យមើលទូរស័ព្ទរបស់ខ្លួនឯងថាតើទូរស័ព្ទរបស់យើងនឹងអាចប្រើប្រាស់ជាមួយនឹង SIM Electronic បានឬអត់គឺ eSIM នឹងតែម្ដងអញ្ចឹងនៅក្នុងនោះខ្ញុំមានកម្មវិធីមួយ recommend ឲ្យអ្នកទាំងអស់គ្នា download ដើម្បីធ្វើការពិនិត្យតើទូរស័ព្ទរបស់យើងនឹងអាចប្រើ SIM Electronic ឬមួយក៏ eSIM នឹងបានដែរអត់អញ្ចឹងបងប្អូនចូលទៅកាន់ App Store ទៅឬមួយក៏ Play Store ហ្នឹងតើមកបងប្អូន download មកអញ្ចឹងនៅក្នុងទូរស័ព្ទរបស់ខ្ញុំមានហើយស្រេចហើយកម្មវិធី Smart NAS អញ្ចឹងបងប្អូនចូលទៅកាន់ Smart NAS ទាំងអស់គ្នាមកបាទសូមរងចាំបន្តិចដោយសារតែអ៊ីនធឺណិតរៀងយឺតបន្តិចបាទអញ្ចឹងត្រង់ចំណុចនេះបងប្អូននឹងឃើញពាក្យមួយថា eSIM បងប្អូនចូលមកត្រង់កន្លែងហ្នឹងមកចុចចូលទៅអញ្ចឹងនៅត្រង់ចំណុចនេះវាមានពីរករណីទី1នេះទិញ eSIM ថ្មីករណីទី2នេះគឺផ្លាស់ប្ដូរទៅ eSIM ចំនួនថ្មីអញ្ចឹងករណីនេះខ្ញុំជ្រើសរើសយកករណីទី1អូសំទោសករណីនេះគឺប្រើបានទេអញ្ចឹងបងប្អូនត្រូវចូលមកក្នុងករណីទី2មកចុចត្រង់កន្លែងប៊ូតុងផ្លាស់ប្ដូរឥឡូវនេះបាទមានន័យថាកម្មវិធីស្មាតណាស់នឹងកំពុងតែត្រួតពិនិត្យបាទត្រង់មកចំណុចនេះទូរស័ព្ទរបស់យើងអាចប្រើប្រាស់ជាមួយនឹង eSIM បានហើយដោយសារតែវាចេញមកផ្ទាំងបែបនេះអញ្ចឹងបើសិនជាទូរស័ព្ទរបស់បងប្អូនពេលដែលពិនិត្យមើលទៅវាមិនចេញបែបហ្នឹងទេវាចេញសញ្ញាខ្វែងបានន័យថាទូរស័ព្ទរបស់បងប្អូនគឺពុំអាចធ្វើការប្រើប្រាស់សេវាកម្មeSIM ឬមួយក៏ SIM Electronic បានទេអញ្ចឹងបើសិនជាខ្ញុំចុចចូលទៅបន្តទៀតក៏អត់កើតដែរដោយសារអីគេមានលក្ខខណ្ឌរបស់គេតម្រូវឲ្យយើងនឹងភ្ជាប់ទៅកាន់ Wi-Fi ដោយសារតែទូរស័ព្ទខ្ញុំគឺប្រើអ៊ីនធឺណិត SIM ពុំបានភ្ជាប់ Wi-Fi ទេអញ្ចឹងបើខ្ញុំចូលទៅមុខទៀតក៏អត់បានអីមកវិញដែរអញ្ចឹងក្នុងវីដេអូនេះគឺវាបង្ហាញត្រឹមប៉ុណ្ណឹងនៅក្នុងកម្មវិធីហ្នឹងគឺវាគ្រប់គ្រាន់សម្រាប់ឲ្យយើងដឹងថាទូរស័ព្ទរបស់យើងនឹងអាចប្រើប្រាស់មក eSIM បានអញ្ចឹងសម្រាប់បងប្អូនដែលមិនមាន app ហ្នឹងទេមិនមានកម្មវិធីរបស់ក្រុមហ៊ុន Smart NAS ទេបងប្អូនអាចធ្វើការ download បានអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូមួយនេះមានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាសូមបងប្អូនមេត្តាជួយ Subscribe ចុច like ចុចរូបកណ្ដឹងនិង share វីដេអូនេះចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិឬមួយក៏បងប្អូនដែលគិតថាមានប្រយោជន៍ក៏ដូចជាការលើកទឹកចិត្តដល់ admin ដើម្បីឲ្យចេញវីដេអូជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា